កម្ពុជាមហានគរសក្ការៈតេជោកម្ពុជាអាឆារិយ៉ាងប្រជាពលរដ្ឋខ្មែរយើងពិតមានមោទនភាពនៅរសៀលថ្ងៃទី29ខែមេសាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានអញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមតូលឹមអគ្គលេខាធិការមជ្ឈិមបកកុម្មុយនីសវៀតណាមក្នុងឱកាសសម្ដេចតេជោនិងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប50ឆ្នាំនៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិវៀតណាមនៅទីក្រុងហូជីមិញយោងតាមឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានដឹងថានៅក្នុងជំនួបនោះឯកឧត្តមតូលឹមបានសម្ដែងនៃការស្វាគមន៍ចំពោះសម្ដេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកកាន់ប្រទេសវៀតណាមនៅពេលនេះឯកឧត្តមក៏បានបង្ហាញនូវក្តីសប្បាយរីករាយដែលបានជួបជាមួយនឹងសម្ដេចតេជោសារជាថ្មីនៅក្នុងឱកាសថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិវៀតណាមនៅក្នុងទីក្រុងហូជីមិញឯកឧត្តមក៏បានលើកឡើងថាសម្ដេចតេជោនិងឯកឧត្តមតែងតែជួបគ្នាជាប្រចាំនិងចែករំលែកអំពីសភាពការនៃប្រទេសទាំងពីរឯកឧត្តមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមក៏បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងជុហយាត្រាអបអរសាទរខួបលើកទី50នៃការបង្រួបបង្រួមជាតិវៀតណាមនៅថ្ងៃទី30ខែមេសាឆ្នាំ2025នេះនៅក្នុងឱកាសនោះផងដែរសម្ដេចតេជោបានអរគុណដល់ឯកឧត្តមអគ្គលេខាធិការបកដែលបានអញ្ជើញសម្ដេចឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់វៀតណាមនិងបានអរគុណផងដែរចំពោះថ្នាក់ដឹកនាំបកនិងរដ្ឋាភិបាលព្រមទាំងប្រជាជនវៀតណាមចំពោះការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះសម្ដេចនិងគណៈប្រតិភូសម្ដេចក៏បានអបអរសាទរឯកឧត្តមអគ្គលេខាធិការបករដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងឱកាសខួបលើកទី50ឆ្នាំនៃការរំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិវៀតណាមសម្ដេចក៏បានសម្ដែងនូវក្តីរីករាយក្រៃលែងដែលបានមកកាន់ទីក្រុងហូជីមិញជាថ្មីម្ដងទៀតនិងបានជួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការបកជាថ្មីទៀតបន្ទាប់ពីជំនួបកាលពីខែកុម្ភៈឆ្នាំ2025ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណៈបកប្រជាជនកម្ពុជានិងបកកុម្មុយនីសវៀតណាមនិងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៃគណៈបកទាំង3កម្ពុជាឡាវវៀតណាមនៅក្នុងទីក្រុងហាណូយនេះសម្ដេចតេជោបានបង្ហាញនៅមោទនភាពដែលមានកងទ័ពកម្ពុជាបានចូលរួមក្នុងព្យុហយាត្រាកងទ័ពដើម្បីអបអរសាទរខួបលើកទី50នៃការរំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិវៀតណាមដែលសកម្មភាពនេះមិនត្រឹមតែបង្ហាញអំពីមិត្តភាពជាអ្នកជិតខាងល្អនិងបងប្អូនល្អប៉ុណ្ណោះទេប៉ុន្តែបានចូលរួមបង្កើតនៅទំនាក់ទំនងកងទ័ពនិងកងទ័ពទៀតផងរវាងប្រទេសទាំងពីរសម្ដេចតេជោក៏បានបន្ថែមថាក្នុងនាមជាអ្នកជិតខាងល្អកម្ពុជានិងវៀតណាមតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កលៈទេសៈជាពិសេសនៅក្នុងគ្រាលំបាកសម្ដេចក៏បានរំលឹកអំពីអនុស្សាវរីយ៍របស់សម្ដេចកាលពីឆ្នាំ1977មកកាន់ប្រទេសវៀតណាមដើម្បីស្វែងរកនូវការគ្រប់គ្រងរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងកសាងកម្ពុជាទម្រាំតែមានថ្ងៃនេះឯកឧត្តមតូលឹមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមកដោយឯកឧត្តមសង្កត់ធ្ងន់ថាភាពរីកចម្រើនរបស់កម្ពុជានេះគឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាជាមួយគ្នានេះឯកឧត្តមបានលើកឡើងថានៅលើពិភពលោកនេះមិនមានទំនាក់ទំនងណាដោយទំនាក់ទំនងវៀតណាមនិងកម្ពុជានោះឡើយឯកឧត្តមបានបញ្ជាក់ទៀតថាវៀតណាមមិនភ្លេចនោះទេនៅការអរគុណចំពោះការគាំទ្រពីមិត្តភ័ក្តិបរទេសជាពិសេសគឺកម្ពុជាតែម្ដងដែលនៅជាមួយគ្នាក្នុងគ្រាលំបាកឯកឧត្តមបានអរគុណចំពោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រកម្ពុជានិងប្រជាជនកម្ពុជាដែលបានជួយគាំទ្រវៀតណាមទទួលបាននៅជ័យជំនះនៅថ្ងៃទី30ខែមេសាឆ្នាំ1975ឯកឧត្តមបានបន្ថែមទៀតថាដោយផ្អែកលើប្រវត្តិសាស្ត្រប្រទេសទាំងពីរដែលឆ្លងកាត់ជាមួយគ្នាដ៏លំបាកប្រទេសទាំងពីរត្រូវតែថែរក្សានិងពូនជ្រុំ
កិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្តទៀតនៅក្នុងឱកាសនោះសម្ដេចតេជោបានលើកឡើងថាកម្ពុជានិងវៀតណាមមិនត្រឹមតែត្រូវរក្សាសន្ទុះនៃទំនាក់ទំនងនេះប៉ុណ្ណោះទេប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពូនជ្រុំទំនាក់ទំនងជាប្រពៃណីពង្រឹងសាមគ្គីភាពការយោគយល់គ្នាកាន់តែប្រសើរឡើងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកចម្រើនឥតឈប់ឈរចំពោះទំនាក់ទំនងរវាងបកទាំងពីរវិញសម្ដេចតេជោបានបញ្ជាក់ថាកិច្ចប្រជុំកំពូលរវាងគណៈបកប្រជាជនកម្ពុជានិងបកកុម្មុយនីសវៀតណាមកាលពីខែកុម្ភៈកន្លងទៅបានស្ដែងយ៉ាងច្បាស់នៅការបដិញ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងល្អរវាងគណៈបកទាំងពីរសម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនចំនួនក្រោយរបស់បកនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្ដេចបានសម្ដែងនៅក្តីរីករាយដែលរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជានិងរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជាវៀតណាម2025-2026កាលពីថ្ងៃទី28ខែមេសានៅទីក្រុងហាណូយភាគីវៀតណាមបានឯកភាពលើការបង្កើតយន្តការគណៈកម្មាធិការពាណិជ្ជកម្មចម្រុះដើម្បីជំរុញការពង្រីកទំហំពាណិជ្ជកម្មដល់គោលដៅ $20,000 លាននិងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្ដោយព្រំដែនឯកឧត្តមអគ្គលេខាធិការបានគូបញ្ជាក់ថាប្រទេសទាំងពីរត្រូវតែនៅជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អនិងឯកភាពជាមួយសម្ដេចតេជោលើការជំរុញទំហំពាណិជ្ជកម្មជាពិសេសទ្វេភាគីវៀតណាមកម្ពុជាឲ្យដល់$20,000 លានអាមេរិកឯកឧត្តមក៏បានឯកភាពផងដែរចំពោះការលើកឡើងរបស់សម្ដេចតេជោដោយឲ្យអ្នកជំនាន់ក្រោយនៃបកនិងរដ្ឋាភិបាលបន្តកិច្ចសហប្រតិបត្តិការល្អឯកឧត្តមសង្ឃឹមថាទំនាក់ទំនងរវាងថ្នាក់ដឹកនាំវ័យក្មេងរបស់រដ្ឋាភិបាលនិងបករវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំបន្ថែមទៀតសម្ដេចតេជោក៏បានអរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលវៀតណាមដែលផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះសម្ដេចនិងគណៈប្រតិភូនិងក៏បានជូនពរឯកឧត្តមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមឲ្យមានសុខភាពល្អនិងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចហើយក៏អបអរសាទរជាមួយនឹងប្រជាជនវៀតណាមដែលនៅក្នុងឱកាសខួប50ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមជំនួបរបស់សម្ដេចតេជោជាមួយនឹងឯកឧត្តមតូឡឹមអគ្គលេខាធិការមជ្ឈិមបកកុម្មុយនីសវៀតណាមបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលយ៉ាងខ្លាំងក្លាបំផុត។